ตาភាពសំខាន់នៃរឿងមួយវាស្ថិតនៅលើអ្វីទៅឧទាហរណ៍ដូចជាចំណេះដឹងឧទាហរណ៍ដូចជាកិត្តិយសកេរ្តិ៍ឈ្មោះឧទាហរណ៍ដូចជារូបរាងខាងក្រៅទ្រព្យសម្បត្តិលុយកាក់ឬក៏មាសប្រាក់អីជាដើមហ្នឹងថាតើភាពសំខាន់ឬក៏តម្លៃរបស់វាហ្នឹងគឺស្ថិតនៅលើអ្វីទៅខ្ញុំជឿថាមានបងប្អូនជាច្រើនដែលគាត់អាចនឹងយល់ច្រឡំនៅត្រង់ចំណុចនេះឬក៏មិនបានដឹងតែម្ដងដោយគិតថារាល់អ្វីដែលយើងគិតថាមានតម្លៃដូចជាសប្តាហ៍ថ្ងៃនេះគឺដោយសារតែវាមានតម្លៃដោយខ្លួនរបស់វាប៉ុន្តែតាមពិតទៅវាមិនមែនបែបនេះនោះទេមិនថាជាចំណេះដឹងមិនថាជាកិត្តិយសកេរ្តិ៍ឈ្មោះមិនថាជារូបរាងខាងក្រៅឬក៏លុយកាក់ទ្រព្យសម្បត្តិមាសប្រាក់អ្វីនោះទេនៅពេលដែលយើងឲ្យតម្លៃទៅលើរឿងណារឿងនោះវានឹងคล้ายទៅជារឿងសំខាន់សម្រាប់យើងហើយមានតម្លៃសម្រាប់យើងប៉ុន្តែវាអាចមិនមែនជារឿងសំខាន់ឬក៏មានតម្លៃសម្រាប់អ្នកដទៃនោះទេការឲ្យតម្លៃទៅលើរឿងណាមួយរបស់មនុស្សម្នាក់មិនដូចគ្នានោះទេអ្នកខ្លះគាត់ឲ្យតម្លៃទៅលើចំណេះដឹងហើយចំណេះដឹងនោះវានឹងคล้ายទៅជារឿងដែលមានតម្លៃនិងសំខាន់ខ្លាំងសម្រាប់គាត់រីឯអ្នកខ្លះទៀតគាត់ឲ្យតម្លៃទៅលើកិត្តិយសកេរ្តិ៍ឈ្មោះខ្លាំងជាងហើយអ្នកខ្លះទៀតហ្នឹងគាត់ក៏ឲ្យតម្លៃទៅលើរូបរាងខាងក្រៅឬក៏លុយកាក់មាសប្រាក់ទ្រព្យសម្បត្តិទៅតាមការយល់ឃើញទៅតាមទស្សនៈផ្ទាល់ខ្លួនឬក៏បទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ក៏ប៉ុន្តែសំណួរសួរថាតើការឲ្យតម្លៃណាមួយដែលខុសហើយការឲ្យតម្លៃណាមួយដែលត្រឹមត្រូវមុននឹងចូលដល់ចម្លើយនៃសំណួរនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាស្ដាប់រឿងរ៉ាវមួយសិនគឺជារឿងរ៉ាវនៃប្រវត្តិរបស់លោក Albert Einstein ដែលជាបិតារូបវិទ្យាសម័យទំនើបហើយអ្នកដែលធ្លាប់សិក្សារៀនសូត្រប្រកបជាបានស្គាល់គាត់គ្រប់គ្នាពីព្រោះតែគាត់គឺជាម្ចាស់សមីការ E ស្មើ MC ការ៉េដែលសមីការនេះផងដែរគឺត្រូវបានគេយកទៅសិក្សាស្រាវជ្រាវហើយផលិតចេញជាឧបករណ៍បម្រើវិទ្យាសាស្ត្រជាឧបករណ៍ Digital សម័យទំនើបដែលយើងកំពុងតែប្រើប្រាស់នេះផងដែររួមជាមួយនឹងការស្រាវជ្រាវផលិតនៅអាវុធនុយក្លេអ៊ែរហ្នឹងក៏គេយករូបមន្តដែលគាត់បានរកឃើញហ្នឹងយកទៅសិក្សាដើម្បីបង្កើតចេញជាអាវុធទាំងអស់នោះផងដែរប្រវត្តិរបស់លោក Albert Einstein គាត់គឺជាមនុស្សដែលសាមញ្ញខ្លាំងណាស់សូម្បីតែសក់របស់គាត់ហ្នឹងក៏មិនចង់សិតផងហើយមនុស្សម្នានាំគ្នានិយាយថាសក់របស់គាត់ដូចជាខ្សែភ្លើងឆក់អញ្ចឹងមានថ្ងៃមួយគណៈរដ្ឋមន្ត្រីរបស់អាល្លឺម៉ង់នឹងទៅលេងផ្ទះរបស់គាត់ហើយភរិយារបស់គាត់ក៏បានសុំឲ្យគាត់ទៅបដូរសម្លៀកបំពាក់ដើម្បីជាការគួរសមក៏ដូចជាផ្ដល់តម្លៃទៅកាន់អ្នកដែលមានឋានៈខ្ពង់ខ្ពស់មកកាន់ផ្ទះរបស់គាត់ផងប៉ុន្តែគាត់បែរជាបដិសេធហើយគាត់បែរជានិយាយថាអូខ្ញុំស្មានតែគេមកដើម្បីមើលខ្ញុំតាមពិតគេមកដើម្បីចង់មើលសម្លៀកបំពាក់របស់ខ្ញុំទេអញ្ចឹងប្រសិនបើគេមកដើម្បីចង់មើលសម្លៀកបំពាក់របស់ខ្ញុំសូមអ្នកនាំពួកគេទៅកាន់ទូដាក់សម្លៀកបំពាក់របស់ខ្ញុំចោះព្រោះថានៅទីនោះមានសម្លៀកបំពាក់ល្អៗនិងស្អាតច្រើនណាស់ស្ដាប់មកដល់ត្រង់នេះប្រហែលជាមានបងប្អូនមួយចំនួនគាត់អាចនឹងយល់ស្របជាមួយនឹងទស្សនៈក៏ដូចជាអាកប្បកិរិយារបស់គាត់ក៏ប៉ុន្តែក៏អាចមានបងប្អូនមួយចំនួនប្រឆាំងជាមួយនឹងទង្វើរបស់គាត់ដែរគឺអាស្រ័យទៅលើការយល់ឃើញរបស់យើងម្នាក់ៗដោយដែលម្សិលមិញនេះខ្ញុំបានទស្សនាមាតិកាមួយដែលគេបានចែករំលែកនៅលើបណ្ដាញសង្គមពាក់ព័ន្ធជាមួយនឹងរូបរាងខាងក្រៅនេះគឺគេចែករំលែកពាក់ព័ន្ធទៅនឹងការដែលយើងចេះរៀបចំខ្លួនឲ្យត្រូវទៅនឹងស្ថានភាពដែលយើងកំពុងតែស្ថិតនៅព្រោះតែគេយល់ថាការធ្វើបែបនេះវាជាការឲ្យតម្លៃខ្លួនឯងនិងជាការគោរពចំពោះអ្នកដទៃផងដែរអ្វីដែលខ្ញុំលើកយកមកនិយាយនេះមិនមែនដើម្បីប្រឆាំងឬក៏ដើម្បីយល់ស្របជាមួយនឹងនរណាម្នាក់នោះទេហើយក៏មិនមែនដើម្បីប្រៀបធៀបអ្វីនោះដែរគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនយោងតាមការអានសៀវភៅរបស់ខ្ញុំយល់ឃើញថាมันមានទស្សនៈណាមួយដែលខុសដាច់ឬក៏มันមានទស្សនៈណាមួយដែលត្រូវម៉ាច់ 100% នោះដែរវាអាចត្រូវម៉ាច់សម្រាប់យើងប៉ុន្តែវាអាចខុសចំពោះអ្នកផ្សេងទៀតពេលយើងផ្ដល់តម្លៃលើរឿងណាមួយมันប្រកាសថាអ្នកផ្សេងទៀតគេផ្ដល់តម្លៃលើរឿងនោះដែរទេវាអាចជារឿងសំខាន់ខ្លាំងសម្រាប់យើងប៉ុន្តែវាអាចคล้ายជារឿងដែលគួរឲ្យធន់ទ្រាំសម្រាប់អ្នកដទៃទៅវិញការយល់ឃើញខុសគ្នាមិនមែនជាបញ្ហាប៉ុន្តែអ្វីដែលជាបញ្ហាគឺជាការមិនគោរពភាពខុសគ្នារបស់យើងនេះឯងសរុបមកវិញធ្វើអ្វីដែលយើងស្រឡាញ់ធ្វើអ្វីដែលយើងរីករាយស្របតាមការយល់ឃើញនិងទស្សនៈផ្ទាល់ខ្លួនរបស់យើងដើម្បីកុំឲ្យយើងបាត់បង់ខ្លួនឯងរងសម្ពាធឬក៏ស្ដាយក្រោយដោយសារតែធ្វើតាមការយល់ឃើញនិងទស្សនៈរបស់អ្នកដទៃថ្ងៃណាដែលយើងឈប់ផ្ដោតលើអ្នកដទៃថ្ងៃនោះគឺជាថ្ងៃដែលយើងនឹងមានសេចក្តីសុខជាចុងក្រោយកុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍ហើយសម្រាប់បងប្អូនថ្មីដែលស្ដាប់វីដេអូរបស់ខ្ញុំយូរហើយមិនទាន់បានចុច follow page Facebook ឬក៏ចុច subscribe channel YouTube របស់ខ្ញុំទេហើយបងប្អូនកំពុងតែស្ដាប់នៅលើ platform ណាមួយបងប្អូនអាចចុច follow នៅលើ platform នោះបានដើម្បីទទួលបានវីដេអូថ្មីដែលជាចំណេះដឹងបន្តទៀត